បន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសថ្មដាសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍបានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអុជទៀនធូបផ្កាភ្ញីគោរពចំពោះវិញ្ញាណក្ខន្ធទេពអង្គញាក្លឹងមឿងនិងជំទាវខណ្ឌខៀវនៅបូជនីយដ្ឋានដែលស្ថិតក្នុងភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់នារសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2026ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននិងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជាពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមខូរីដាអភិបាលខេត្តពោធិ៍សាត់និងលោកជំទាវអង្គសុជាតាខូរីដាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តលោកជំទាវអែមប៉ុណ្ណាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភានិងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តអ្នកដំណើររាជពីខេត្តនានាលោកស្រីអភិបាលរងខេត្តរួមទាំងប្រតិភូអមដំណើរថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតក្នុងឱកាសដ៏មហាសក្ខីកម្មនេះសម្ដេចគតិសង្ឃបណ្ឌិតបានប្រកាសបួងសួងយ៉ាងមុតមមសូមឲ្យបារមីទេពអង្គញាក្លឹងមឿងនិងជំទាវខណ្ឌខៀវជួយតាមថែរក្សាការពារថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាពិសេសសម្ដេចតេជោហ៊ុនសែនប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃប្រកបដោយសន្តិវិធីនិងប្រើប្រាស់យន្តការច្បាប់អន្តរជាតិសម្ដេចគតិសង្ឃបណ្ឌិតបានថ្លែងបញ្ជាក់ក្នុងន័យដាស់តឿនស្មារតីជាតិនិយមថាខ្ញុំសូមបួងសួងឲ្យបារមីទេពអង្គញាក្លឹងមឿងនិងជំទាវខណ្ឌខៀវជួយការពារថ្នាក់ដឹកនាំយើងឲ្យមានជ័យជំនះក្នុងការការពារបូរណភាពទឹកដីនិងសូមជូនពរដល់កងកម្លាំងការពារព្រំដែនរបស់យើងដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់សត្រូវថៃសូមឲ្យទទួលបានសុខភាពល្អនិងសុវត្ថិភាពខ្ពស់ក្នុងការបំពេញបេសកកម្មដ៏ពិសិដ្ឋនេះគួររំលឹកផងដែរថាតាមរយៈប្រវត្តិសាស្ត្រទេពអង្គញាក្លឹងមឿងត្រូវបានចាត់ទុកជាវីរជនស្នេហាជាតិដ៏អង់អាចក្លាហានដែលបានបូជាជីវិតខ្លួនឯងនិងជំទាវខណ្ឌខៀវដើម្បីកេណ្ឌទ័ពខ្មោចជួយព្រះអង្គចន្ទរាជាក្នុងចម្បាំងការពារទឹកដីពីសត្រូវសៀមស្នាដៃនិងគុណបំណាច់ដ៏ធំធេងរបស់ទេពអង្គញាបានដក់ជាប់ក្នុងបេះដូងប្រជាជនខេត្តពោធិ៍សាត់ក៏ដោយប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាគ្រប់រូបនៅក្នុងឱកាសនោះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ក៏បានបួងសួងសូមឲ្យបារមីទេពអង្គញាជួយតាមថែរក្សាទឹកដីខេត្តពោធិ៍សាត់ឲ្យមានការអភិវឌ្ឍសម្បូរសប្បាយនិងផ្ដល់ទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការងារកសិកម្មដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជារៀងរហូតបុរីរតនតារាក៏ត្រឹមតែ$1000ក្លាយជាម្ចាស់ផ្ទះភ្លាមៗ